នៅពេលដែលខ្ញុំជន់ទឹកដីអារ៉ាប់ភ្លាមបាទខ្ញុំដឹងថាអ្វីដែលធ្លាប់តែស្ដាប់តាមអ៊ីនធឺណិតពិតជាដូចអ្វីដែលខ្ញុំឃើញភ្នែកគេថាចិត្តធัวជីនៅអារ៉ាប់ច្រើនគឺទៅដល់គឺឃើញមែនបងប្អូនទៅអាប៊ូដាប៊ីក៏ឃើញទៅដល់ឌូបៃក៏ឃើញយើងទៅក្នុងដីអារ៉ាប់គឺមានច្រើនមែនតើហ្មងពិតជានឹកស្មានដល់មែនតើហ្មងបងប្អូនមិនថាតាមចំណតឡានតាមកលុកកលៀនណាគឺខ្ញុំព្យាយាមសង្កេតមិនថាយប់មិនថាថ្ងៃខ្ញុំសង្កេតមើលហ្មងថាចិត្តធัวមិនក៏ជីច្រើនម៉េះអញ្ចឹងណាហើយខ្ញុំក៏បានចូលរួមស្បែកដាស៊ីងក៏មានឃើញច្រើនសំរុំដែរបងប្អូនគាត់ថានៅនោះគេនិយម T2 ជាងដោយសារតែគេចូលចិត្តជិះផ្លូវ off road ដោយសារ T2 ជារថយន្តបែបលក្ខណៈ off road SUV បងប្អូនថាខ្ញុំនៅអាប៊ូដាប៊ីទៅឃើញច្រើនមកដល់ឌូបៃក៏នៅតែឃើញអញ្ចឹងបងប្អូនកុំឲ្យថាអូឃើញនៅតែអាប៊ូដាប៊ីកន្លែងដែលគេនាំយើងទៅមែនឌូបៃនេះគឺខ្ញុំមកខ្លួនឯងទេបងប្អូនមកដល់ឃើញទៀតមិនថានៅកាតានៅណាក៏ដោយគឺទឹកដីអារ៉ាប់គឺគេប្រើច្រើនមែនតើហ្មងអាចមើលបានចិត្តធូដាស៊ីងអីក៏ដោយគឺគេប្រើច្រើនមែនតើហ្មងខ្ញុំពិតជាភ្ញាក់ផ្អើលដោយសារតែហេតុអីតម្លៃនិងគុណភាពសមរម្យហើយមុននឹងគេនាំចូលដល់អារ៉ាប់គេបានតេស្តហើយបងប្អូនបើអត់តេស្តទៅជីទៅមិនល្អជីទៅមិនកើតនៅដីអារ៉ាប់អត់កើតទេបងប្អូនមើលបានជីសិតទៅនៅវាខ្សាច់ជីសិតទៅអីបើសិនជាខ្ញុំកាត់នៅឡានជីទៅវាអត់សូវធន់នឹងកម្ដៅអត់អាចចូលទឹកដីអារ៉ាប់បានទេបងប្អូនហើយប្រជាជនអារ៉ាប់គេអត់អាចមកជឿជាក់បែបហ្នឹងទេអានេះជាកម្មវិធីគេជួបជុំ fan របស់ចិត្តធัวទូទាំងដីអារ៉ាប់អ្នកចូលរួមច្រើនមែនទែនហើយការ take care របស់អតិថិជនរបស់ចិត្តធัวគឺធ្វើបានល្អមែនទែនដល់ឥឡូវនេះខ្ញុំកំពុងតេស្តរថយន្តចិត្តធัว G700 Luxury Off-road SUV អូយតេស្តហើយគឺជាតិមែនទែនហ្មងស្ដាយមែនទែនគេឲ្យបើកបើកទៀតដល់កាន់តែពិសេសទីបងប្អូនបានតេស្តហើយនេះចិត្តធัว T2 PHEV ក៏សាហាវដែរ600 horsepower ហើយចិត្តធัว G700 ខ្ញុំជីមិន904 horsepower ពិតជាសាហាវមែនទែនចឹងគាត់ថានេះចំណាយអារម្មណ៍ខ្លីៗជាមួយរថយន្តចិត្តធัวហើយបើសិនជាបងប្អូនចាប់អារម្មណ៍រថយន្តចិត្តធัวខំមិនដែរមិនថាចិត្តធัว X50 ចិត្តធัว Dasing Eco ចិត្តធัว T1 PHEV T2 ឬក៏ចិត្តធัวខំមិនដែរអាចមកក្រុមហ៊ុនផ្លូវការបានដោយសារនៅខ្មែរយើងមានក្រុមហ៊ុនធំដែលនាំចូលគឺ K&N Cambodia ដែលជាក្រុមហ៊ុនមួយធំនៅប្រទេសកម្ពុជាយើងនាំចូលរថយន្តនឹងផ្លូវការស្របច្បាប់មកកម្ពុជាតែម្ដងមានធានាច្បាស់លាស់ហើយសំខាន់ទំនួលខុសត្រូវខ្ពស់អូខេចឹងវីដេអូខ្លីៗមួយហ្នឹងអរគុណច្រើន